នៅលើពិភពលោកយើងនេះអ្វីដែលអស្ចារ្យបំផុតនោះគឺមិនមែនលុយកាក់មិនមែនអំណាចគឺជាគំនិតមនុស្សម្នាក់ដែលចេះពីរបៀបគិតនឹងធ្វើឲ្យគេសម្រេចបំណងដោយប្រាថ្នានិងមានកម្លាំងដ៏មហិមាសូមស្ដាប់នៅរឿងនិទានទាំង3នេះអ្នកនឹងយល់រឿងនិទានទី1អ្នកទូកម្នាក់ទទួលបានសារពីភរិយាបងជាប់គុកហើយដីស្រែយើងប្រមាណហិកតានោះគ្មានអ្នកណាជួយព្យួរទេឪពុកម្ដាយក្មេកធ្វើមិនបានអូនសុខភាពមិនល្អហើយនៅរវល់មើលកូនទៀតអ្នកទោសនោះផ្ញើសារទៅភរិយាវិញថាដាច់ខាតអូនកុំទៅព្យួរស្រែនៅក្នុងស្រែនោះមានកំភ្លើងកន្លះខែក្រោយមកភរិយាក៏ផ្ញើសារមកថាមានប៉ូលីសមក 3-4 ក្រុមជីកដីស្រែយើងពី3ត្រឡប់ហត់ឡើងចុងដៃខ្យល់ហើយនៅតែរកកំភ្លើងនោះមិនឃើញតើបងលាក់កំភ្លើងនោះនៅឯណាអ្នកទោសនោះក៏ឆ្លើយតបសារវិញថាពិតគឺគ្មានកំភ្លើងស្អីនោះទេប៉ូលីសបានជួយត្រឡប់ដីស្រែឲ្យហើយអូនប្រញាប់ដាំដុះទៅអ្វីផ្សេងទៀតបងជួយមិនបានទេតាមពិតមនុស្សនៅទីណាមិនសំខាន់ទេអ្វីដែលសំខាន់នោះគឺអាចដោះស្រាយបញ្ហាបានរឿងនិទានទី2មានតែកង់ឡានម្នាក់បើកបរមិនប្រយ័ត្នក៏ធ្លាក់កង់ខាងមុខចូលទៅក្នុងប្រឡាយទឹកគាត់ក៏ហៅទូរស័ព្ទទៅឡានស្ទូចសួរតម្លៃគេយក$200គ្រាន់តែឮតែកង់ឡាននោះក៏បដិសេធភ្លាមបន្ទាប់មកក៏ទៅរកអ្នករត់កង់3 10នាក់រកបាន10នាក់ហើយតែកង់ឡានឲ្យពួកគាត់ជួយលើកក្បាលឡាននោះឡើងលើកឡើងរួចរាល់តែកង់ឡានក៏អញ្ជើញពួកគាត់ទទួលទានគុយទាវមួយចាននិងកាហ្វេមួយកែវហើយក៏លើកសរសើរនៅសន្តានចិត្តល្អរបស់ពួកគាត់យ៉ាងខ្លាំងពេលពួកគាត់ចាក់ចេញទៅវិញនៅនិយាយអរគុណចំពោះតែកង់ឡាននោះទៀតរឿងនិទានទី3យុវជនម្នាក់មានលុយ$2,000គាត់យក$1,500មកទិញទូរស័ព្ទមួយគ្រឿងឲ្យនារីម្នាក់ទុក$500សម្រាប់អាហារហូបចុកនិងបង់ថ្លៃឈ្នួលផ្ទះហើយក៏ជិះកង់អគ្គិសនីទៅជួបនារីនោះនិយាយថាបងគឺជាមនុស្សល្អប៉ុន្តែពួកយើងមិនស័ក្តិសមគ្នាទេមានបរិសម្នាក់ទៀតមានលុយតែ$2,000ដូចគ្នាដែរតែគាត់យកលុយ$700ជួលឡាន BMW មួយគ្រឿងបន្ទាប់មកទៅផ្សារបោះដុំទិញផ្កាអស់$300បានផ្កាកុលាប99ដងហើយប្រាប់នារីនោះថាគាត់ចូលចិត្តកាន់ដៃនាងទៅញ៉ាំអាហារនៅហាងរ៉ូមែនទិកចំណាយយ៉ាងច្រើនអស់$100ហើយនៅសល់$900ទៀតគាត់ទៅរកបន្ទប់ស្នាក់នៅបែរទៅសមុទ្រនៃសន្តាគារផ្កាយ5នៅយប់នោះនារីនោះក៏សម្រេចចិត្តជាប់ទំនាក់ទំនងជាមួយគាត់តែម្ដងហើយថែមទាំងនិយាយថាដោយសារសេចក្តីស្រឡាញ់តាមពិតនៅលើโลกនេះដើមទុនគឺមិនចេះគ្រប់គ្រាន់ឡើយត្រូវចេះយកធនធានដែលមានកំណត់ប្រើឲ្យបង្កើនតម្លៃអតិបរមាទើបជាផ្លូវល្អបំផុតប៉ុន្តែដាច់ខាតកុំប្រើភាពឆ្លាតវៃរបស់អ្នកក្នុងផ្លូវអាក្រក់ឲ្យសោះ